សូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់មន្ទីរពិសោធន៍ជំងឺរុក្ខជាតិមន្ទីរពិសោធន៍មានទិសដៅចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលសិស្សនិស្សិតឲ្យក្លាយជាអ្នកជំនាញការពារដំណាំដើម្បីជួយបង្កើនផលិតភាពគុណភាពផលិតផលនៅក្នុងផលិតកម្មដោយផ្ដល់ទាំងចំណេះដឹងនិងជំនាញជាមួយនឹងការអនុវត្តជាក់ស្ដែងក្នុងមន្ទីរពិសោធន៍ដោយមានការប្រើប្រាស់សម្ភារៈមួយចំនួនក្នុងការសិក្សាស្រាវជ្រាវជាងនេះទៅទៀតនិស្សិតក៏អាចធ្វើការកំណត់អត្តសញ្ញាណភ្នាក់ងារបង្ករោគនិងស្វែងរកនូវវិធានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទាំងពពួកមីក្រូសារពាង្គកាយមានប្រយោជន៍និងគ្មានប្រយោជន៍និស្សិតក៏អាចសិក្សាស្វែងយល់បន្ថែមនៅវិធីសាស្ត្រនៃការចម្លងមេរោគចូលទៅក្នុងរុក្ខជាតិដើម្បីស្គាល់កាន់តែច្បាស់នៅរោគសញ្ញាជំងឺមួយចំនួនដូចជាផ្សិត បាក់តេរី វីរុសនិងលក្ខខណ្ឌនៃការរីករាលដាលផងដែរក្រៅពីនេះនិស្សិតអាចសិក្សាឲ្យកាន់តែលម្អិតបន្ថែមនៅលើជំនាញមួយនេះតាមរយៈការស្រាវជ្រាវនៃការសរសេរសារណាបទសម្រាប់បញ្ចប់ការសិក្សា